បើក Facebook មកភ្លាមឃើញមានបងប្អូននៅថ្ងៃបុណ្យសេចក្តីស្រឡាញ់ខ្លះក៏គាត់ទទួលបានកាដូរីឯមានបងប្អូនខ្លះទៀតក៏គាត់អត់បានទទួលកាដូអ្នកមិត្តអ្នកអត់ទាន់មានគូ single អីនេះបងប្អូននេះខ្ញុំសូមចែករំលែកផ្កាស្អាតទាំងអស់ផ្ញើជូនបងប្អូនទាំងអស់គ្នាមិនថា single អត់ single មានសង្សារមានគ្រួសារពុកម្ដាយបងប្អូនទាំងអស់គឺចែករំលែកសេចក្តីស្រឡាញ់ផ្ញើជូនដល់បងប្អូនទាំងអស់គ្នាក្នុងឱកាសថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ចាមិត្តភ័ក្តិទាំងអស់គ្នាសេចក្តីស្រឡាញ់គឺមានរាល់ថ្ងៃគ្រាន់តែថាមួយឆ្នាំហ្នឹងគឺគេប្រារព្ធកម្មវិធីថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ម្ដងដើម្បីរំលឹកឲ្យយើងទាំងអស់គ្នាចងចាំនៅថ្ងៃដែលយើងចេះទិញកាដូចែករំលែកឲ្យគ្នាទៅវិញទៅមកឬក៏បើយើងអត់មានសង្សារឬមានគ្រួសារនៅ single ទិញកាដូឲ្យតែខ្លួនឯងក៏បានដែរបងប្អូនបញ្ជាក់ពីសេចក្តីស្រឡាញ់ថាយើងទិញឲ្យខ្លួនឯងហើយបើអត់ទិញក៏មិនជាបញ្ហាដែរបងប្អូនសំខាន់ឲ្យតែយើងមានសេចក្តីស្រឡាញ់ចំពោះខ្លួនឯងច្រើនជាមួយនឹងគ្រួសារនិងអ្នកនៅជុំវិញខ្លួនរបស់យើងបងប្អូនកាដូមិនមែនចាំបាច់ថាយើងទិញផ្កាមួយតងយើងទិញអីទេចាស្រីទិញផ្កាឲ្យសប្បាយចិត្តដែរប៉ុន្តែផ្ដាំតអូន single ណាកុំឆ្លក់វង្វេងនឹងផ្កាមានសម្រស់ស្រស់ស្អាតមានតម្លៃរីឯយើងខ្លួនយើងគឺមានតម្លៃខ្ពង់ខ្ពស់ទៅជាងផ្កាទាំងអស់នឹងទៀតចាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ណាចាហើយសេចក្តីស្រឡាញ់នឹងកុំភ្លេចឪពុកម្ដាយយើងនៅចាំផ្ទះចារីករាយជួបជុំគ្រួសារជាមួយគ្នាសម្រាប់មិត្តភ័ក្តិ single ដែលអត់មានអ្នកទិញកាដូឲ្យឬក៏មិនបានទិញកាដូឲ្យខ្លួនឯងទេកុំបីខូចចិត្តអីតែកាលណាយើងអត់បានចេញមកខាងក្រៅគឺយើងនៅផ្ទះគេងគឺយ៉ាងមានក្តីសុខអត់អស់លុយទេចាចំពោះបងបរោះមួយចំនួនដែលគាត់មានគ្រួសារហើយហ្នឹងអ្នកខ្លះគឺគាត់មិនបានជាចាប់អារម្មណ៍ថាថ្ងៃអីនឹងជាថ្ងៃអីទេសម្រាប់គាត់នឹងគឺគាត់ដឹងតែទៅធ្វើការរកលុយត្រឡប់មកវិញមកផ្ទះអញ្ចឹងទៅអញ្ចឹងជាសង្ឃថាសាមញ្ញហ្នឹងបងប្អូនចាអ្នកដែលអារម្មណ៍គេហៅថាចាស់ទុំមកបងប្អូនថ្ងៃអីក៏ដូចថ្ងៃអីដែរមិនថាថ្ងៃចូលឆ្នាំថ្ងៃអីទេគាត់ស៊ាំទៅហើយពួកអីអ្នកខ្លះហ្នឹងក៏គិតថារវល់ទៅធ្វើការរកតលុយទៅបានហើយសំខាន់ហ្នឹងឲ្យតែក្រុមគ្រួសារមានសេចក្តីសុខចាមានបាយញ៉ាំមានផ្ទះនៅមានសម្ភារៈមានលុយចូលពេទ្យគឺគ្រប់គ្រាន់ចាមិនអីទេបងប្អូនហើយជាចុងក្រោយហ្នឹងក៏រីករាយថ្ងៃបុណ្យសេចក្តីស្រឡាញ់ទាំងអស់គ្នាចាវីដេអូដែលនេះខ្ញុំមកថតនៅហាងកន្លែងផ្កាគេលក់នេះបងប្អូនមានតាំងពីផ្កាស្រស់ក៏មានផ្កាជ័រដែរចម្រុះចូលគ្នាតែម្ដងដូចបងប្អូនពួកអីមានអ្នកខ្លះគេមកចឹងគេចង់ទិញផ្កានេះដូចផ្កាស្រស់បងប្អូននេះផ្កាស្រស់គេដាក់ផើងនឹងធូហើយក៏មានផ្កាផ្សេងទៀតនិយាយទៅមកដល់គឺស្រឡាញ់ណាបងប្អូនអើយឃើញពណ៌ស្អាតចឹងណាចឹងហើយក៏មានចិត្តចែករំលែកផ្ញើចូលដល់បងប្អូនទាំងអស់គ្នាចាក៏សូមអរគុណដល់មិត្តភ័ក្តិ fan ដែលតែមកសួរសុខទុក្ខដល់ខ្ញុំចាពួកអីពេកខ្ញុំផុសខានផុសអត់ចេញ 5-6 ខែឥឡូវក៏ចាប់ដើមផុសវិញបានហើយអញ្ចឹងខ្ញុំនឹងបន្តផុសវីដេអូបន្ត